ចាសួស្តីបងប្អូនទាំងអស់គ្នានេះគឺជាខ្យងពូជរបស់ខ្ញុំចាវាខ្យងបឺប៉ុន្តែកុំកលេចទៅមើលឃើញខ្លួនវាពណ៌ខ្មៅណាប៉ុន្តែសុខភាពវាល្អបងប្អូនវាមានសុខភាពល្អមកមួនណាចានិយាយទៅចាំបែបគុណភាពហ្មងហើយខ្យងបឺថ្ងៃនេះគឺខ្ញុំមកបង្ហាញមួយនេះដែលវាប្រឡាក់ខ្លួនវាមើលទៅវាជាប់ស្លែបន្តិចរៀងខ្មៅប៉ុន្តែបើសិនជាយើងលាងវាតែបន្តិចទៅគឺលឿងពណ៌វាលឿងស្អាតហើយភ្លឺចាហើយសាច់វាលឿងដែរនិយាយទៅការចិញ្ចឹមខ្យងវាតែងតែមានជាប់ស្លែនៅលើខ្នងវានឹងខ្លះហើយចាបងប្អូនហើយមិនបាច់បារម្ភទេមិនបារម្ភវាទេព្រោះថាដោយសារតែវាមិនមែនយើងចិញ្ចឹមនេះវាយកពងយកកូនអញ្ចឹងហើយយើងមិនចាំប្រវាក់លាងវាច្រើនទេប៉ុន្តែបើថាយើងចិញ្ចឹមយកសាច់វិញយើងតែងតែលាងវាសម្អាតវាខ្លះហើយព្រោះឲ្យវាមើលទៅភ្លឺស្អាតឲ្យចាប់អារម្មណ៍អញ្ចឹងណាគាត់ថាអាហ្នឹងខ្ញុំអត់ចង់លាងវាមេពូជហ្នឹងហើយលាងវាច្រើនដងពេកវាធ្វើឲ្យសបកវាស្ដាងវាកំពុងតែសបកវាស្ដាងហើយស្រួយស្រាប់ផងវាខ្លាចវាបែកសបកចាទុកវារក្សាវាឲ្យវាមានសុខភាពវាល្អចាគុណភាពហ្មងថ្ងៃនេះខ្យងដែលខ្ញុំបង្ហាញនេះអាហ្នឹងប្រឡាក់សបកតែបន្ទាប់ទៅទៀតខ្ញុំនឹងជ្រើសរើសយកអាណារៀងភ្លឺសបកឲ្យបងប្អូនមើលចាព្រោះថាសបកវាតែងតែជាប់អញ្ចឹងហើយខ្មៅប៉ុន្តែវាមិនកក្រិចអីទេបងប្អូនព្រោះអីយើងចិញ្ចឹមដោយសារតែយើងចិញ្ចឹមមានទឹកស្អាតចាទឹកវាមានថានិយាយទៅចិញ្ចឹមបែបគុណភាពទឹកក៏ស្អាតបើអាហារចំណីហ្នឹងក៏វាត្រូវតែស្អាតចាវាស៊ីចំណីបែបបន្លែបៃតងចាបន្លែធម្មជាតិចាស្ពៃសាឡាត់ហើយនឹងនិយាយទៅបែប green ណាចាធម្មតាដូចមនុស្សក៏ដោយតែថាញ៉ាំអាហារដែលមានបន្លែបៃតងច្រើនគឺថាសុខភាពល្អ 100% ចាហើយដល់ពេលខ្យងក៏អញ្ចឹងដែរបើសិនជាវាបានទទួលនៅចំណីដែលមានគេថាគុណភាពមានពណ៌បៃតងហើយវាចូលចិត្តបន្លែស្រស់អញ្ចឹងណាមើលទៅក៏វាមានសុខភាពល្អដែរចាសាច់វាគឺលឿងភ្លឺថ្លាហើយគុណភាពវាគឺថាមិនចាញ់អ្នកចិញ្ចឹមនៅប្រទេសជប៉ុនទេចានៅស្រុកខ្មែរយើងក៏អាចចិញ្ចឹមបានដូចគ្នាដែរចាអរគុណ